ស្ដីពុកម៉ែបងប្អូនអរគ្នាល្ងាចនេះខ្ញុំបានញោមហើយជាមួយត្រីពងណាបងប្អូនឥឡូវថាខ្ញុំមានត្រីឥឡូវខ្ញុំយកទៅបេះស្លឹកក្រូចសើចគល់គ្រៃយកមកញាត់ត្រីសិនឲ្យវាឈ្ងុយបងប្អូនកុំឲ្យវាឲ្យកាត់ឆ្អាបហើយនេះផ្ទះខ្ញុំមានស្ដាយគួតទៅនឹងផ្លែ2 3គួបេះយកមកញាំដែរណាបងប្អូនចង់ថាបន្លែធម្មជាតិគឺល្អបំផុតចំពោះសុខភាពយើងណាបងប្អូនចឹងយើងចេះតែមានតិចតួចទេបេះញាំបេះស្លចឹងណាបងប្អូនឥឡូវថាបេះបន្លែប្លុកហើយក៏ខ្ញុំមកញាត់ត្រីបងប្អូនទិញត្រីខ្ទក់មកពីរោងចក្រកាត់ជា2ខ្ញុំញាត់អាកន្លែងក្បាលវាហ្នឹងគល់គ្រៃស្លឹកក្រូចសើចចឹងបងប្អូនហើយពងមកពងត្រីណាំផ្ទះយើងត្រូវដាក់ឲ្យក្តៅខ្លាញ់ក៏ឲ្យក្តៅណាបងប្អូនដើម្បីពងកុំឲ្យជាប់ផ្ទះនឹងវិធីល្អបំផុតបងប្អូនឃើញត្រីពងទៅស្អាតចឹងណាបងប្អូនអានេះចង់នេះត្រីកំពងហើយឥឡូវគ្រឿងចង់ថាបន្លែនេះបន្លែញាំបងប្អូនឥឡូវមកឈូសស្វាយខ្ញុំញាំមានប៉េងប៉ោះមានស្វាយស្ដាយគួរបន្តិចនោះមានជីអំបូរខ្ទឹមសចង់ថាផ្ទះខ្ញុំអស់ខ្ទឹមក្រហមចឹងបានទៅមានអីយើងញាំហ្នឹងណាបងប្អូននៅស្រុកស្រែជនបទចឹងថាស្អីក៏ខ្ញុំអាចហូបកើតដែរណាបងប្អូនខ្ទឹមខ្ញុំចិត្តស្ដើងចឹងខ្ញុំបើយើងមានខ្ទឹមក្រហមទៅកាន់តែឆ្ងាញ់យើងមានខ្ទឹមបន្តិចឲ្យជីវងបងប្អូនចង់ថាយើងចេះញាំមកបានរួចមកពេលណាយើងទិញត្រីធំដែរឆ្ងាញ់ដែរណាបងប្អូនចឹងញាំទៅយើងជាប់មួយត្រីហូបទៅឆ្ងាញ់ណាបងប្អូននេះឥឡូវគ្រឿងខ្ញុំនេះចិត្តហើយឥឡូវដល់ពេលញាំដងខ្ញុំញាំមានបាអីបងប្អូនដាក់ស្ករប៊ីចេងទឹកត្រីម្សៅស៊ុបតែប៉ុណ្ណោះហើយបងប្អូនមានអាកូនពពាទៀតបងប្អូនដែរតែខ្ញុំមកហូបគ្រឿងសមុទ្រអត់កើតក៏ខ្ញុំមកមានតែទិញដែរណាបងប្អូនតែប៉ុណ្ណឹងគឺឆ្ងាញ់ពេកឯងព្រោះត្រីពងមួយប៉ុណ្ណាហើយយើងទិញត្រីស្រស់មកយកពងបងប្អូនចឹងដល់ឆ្ងាញ់ហ្មងណាមើលទំនើបបងប្អូនបន្លែពេលខ្លះយើងស្លអីចឹងតលាន់ដែរយូរយើងញាំហូបមួយត្រីពងត្រីអាំងម្ដងឆ្ងាញ់ណាបងប្អូនចង់ថាយើងរនដឹកម្ហូបអីឃើញយើងធ្វើអញ្ចឹងណាបងប្អូនចូលចិត្តឲ្យខ្ញុំយូរម្ដងខ្ញុំចូលចិត្តណាបងប្អូនចេះនិយាយទេហឹលទៀតជាតិហ្មងបងប្អូនហើយវីដេអូនេះមានប៉ុណ្ណឹងជួយមើលផងណាបងប្អូនជួយគ្នាយើងជួយ like ជួយ comment បើអ្នកនេះជួយចិត្តតាមដានអ្នកមួយផងណាបើល្អបងប្អូនហើយវីដេអូខ្ញុំមានប៉ុណ្ណឹងបងប្អូនជូនពរបងប្អូនជួបតែក្តីសុខចាប់ទទួលបានជោគជ័យអ្វីដែលបងប្អូនប្រាថ្នាណាហើយវីដេអូនេះបានដល់ទីបញ្ចប់